សួស្តីទាំងអស់គ្នាវីដេអូនេះផងណាខ្ញុំសូមចែករំលែកទាំងអស់គ្នាអំពីវិធីសាស្ត្រក្នុងការចាប់ខ្សែចម្លងភ្ជាប់ទៅនឹងឧបករណ៍របស់យើងគឺជាឧបករណ៍គឺ Decenter ដោយយើងដឹងថាការចាប់ខ្សែចម្លងទៅកាន់ឧបករណ៍ប្រសិនបើយើងចាប់មិនបានត្រឹមត្រូវទេវាអាចបង្កជាធ្នួអគ្គិសនីហើយអាចកើនជាកម្ដៅឬក៏អាចឆេះបង្កជាអគ្គិភ័យផងដែរអញ្ចឹងនេះគឺជាចំណុចសំខាន់ដែលទាំងអស់គ្នាគួរយល់ដឹងមិនថាទាំងអស់គ្នាចេះតឡើងស្គាល់យល់ដឹងអំពីសៀកខ្វីកម្រិតណាក៏ដោយប្រសិនបើការចាប់ភ្ជាប់ដំណនេះមិនបានត្រឹមត្រូវនោះគឺជាចំណុចគ្រោះថ្នាក់បំផុតនៅក្នុងអគ្គិសនីរបស់យើងអញ្ចឹងទៅមើលទាំងអស់គ្នានេះជាចំណេះដឹងតូចទេប៉ុន្តែវាធំមែនទែនសម្រាប់អ្នកអគ្គិសនីដែលត្រូវតែយកចិត្តទុកដាក់អញ្ចឹងដូចដែលយើងបានដឹងហើយថាការចាប់ខ្សែចម្លងចូលទៅកាន់ឧបករណ៍មិនបានត្រឹមត្រូវវាបង្កជាគ្រោះថ្នាក់ផ្សេងដូចរូបភាពនេះអញ្ចឹងយើងសក់ភ្លាមញាត់ចូលអញ្ចឹងទាំងដែលនៅសរសៃតង់ដៃលៀនខាងក្រៅអីចឹងគឺអត់អាចធ្វើចឹងបានទេហើយដល់ពេលយើងលៀនចេញមកក្រៅអញ្ចឹងយកអត់កើតប៉ុន្តែវិធីសាស្ត្រមួយទៀតយើងចាប់ចូលគ្នាអញ្ចឹងហើយយើងញាត់ចូលក៏អត់តន់យកបានដែរដោយសារយល់ទៅគឺវានៅលៀនតង់ដៃខាងក្រៅប៉ះទៅអាចឆក់ឬក៏ឆ្លងផ្សេងទៅកាន់ខ្សែផ្សេងទៅកាន់ឧបករណ៍ផ្សេងមានបញ្ហាវែងឆ្ងាយហើយអញ្ចឹងយើងត្រូវធ្វើវិធីផ្សេងមានច្រើនទៀតចឹងវិធីក្នុងនេះមានច្រើនបង្ហាញយើងអានេះគេសក់ទៀតហើយសក់ឲ្យមូលចូលគ្នាហើយកាត់ឲ្យញុកអានេះឃើញភាគច្រើនធ្វើអញ្ចឹងក៏វាពេលខ្លះវាមាំតែពេលខ្លះក៏វាអត់មាំដែរភាគច្រើនខ្ញុំឃើញគេធ្វើអញ្ចឹងទាំងអស់គ្នាប៉ុន្តែវានៅតែទាញមកអញ្ចឹងវាអត់ជាប់គ្នាខ្សែទាំងពីរនោះវាអត់ជាប់គ្នាអញ្ចឹងពេលយើងដាក់ទៅពេលខ្លះយើងចាប់ Decenter ហ្នឹងជើងសកត់មាំទៅវាជាប់ទៅពេលខ្លះទៅវាអត់មាំវាជាប់ទៅមួយទៀតអត់ជាប់អីចឹងណាអញ្ចឹងវិធីល្អគឺសក់ឲ្យវែងមកវិធីសក់ខ្សែមានក្នុងមេរៀនណាមិនមែនចេះសក់ឲ្យវែងហើយយើងមួលទាំងពីរហ្នឹងបញ្ចូលគ្នាហើយយើងទាញខ្សែមកសរសៃមកពាត់វានឹងឲ្យជាប់បានន័យថាដូចយើងធ្វើឲ្យទៅជាមួយឬក៏យើងប្រើកោសក៏បានដែរប្រើកោសល្អហ្មងអានេះយើងអត់មានកោសយើងធ្វើអញ្ចឹងបានគឺយើងមួលវាឲ្យចេញសរសៃតែមួយអញ្ចឹងដើម្បីឲ្យវាមាំជាប់ជាមួយគ្នាហើយដាក់ចូលទៅចាប់ឲ្យស្មើកុំឲ្យលៀនតង់ដៃមកក្រៅហើយក៏កុំឲ្យជើង Decenter ហ្នឹងគៀបទៅលើជ័រអ៊ីសូឡង់របស់ខ្សែនឹងដែរវាបង្កឲ្យមានកម្ដៅឆេះអញ្ចឹងចាប់អញ្ចឹងគឺមាំមកឃើញនេះទាញអត់មកទេអានេះគឺជាវិធីត្រឹមត្រូវដែលយើងគួរធ្វើសម្រាប់ធ្វើដំណខ្សែភ្លើងភ្ជាប់ជាមួយឧបករណ៍ពិសេស Decenter នឹងឯងដោយសារយើងដឹងថា Decenter វាប្រភពផ្ដល់ភ្លើងផ្ដល់អីឲ្យសៀកខ្វីទាំងមូលរបស់យើងអញ្ចឹងបើយើងភ្ជាប់អត្តនពីឧបករណ៍នឹងចូលទៅបានត្រឹមត្រូវទេគឺវាអត់អាចដំណើរការបានល្អទេវាបង្កជាបញ្ហានៅថ្ងៃក្រោយណាហើយចុងវីដេអូនេះខ្ញុំសូមប្រម៉ូទបន្តិចពីវគ្គសិក្សានៅសាលា TTSE ជំនាញខ្លីៗយើងមានវគ្គតឡើងប្រព័ន្ធបញ្ជាម៉ូទ័រតឡើងប្រព័ន្ធសៀកខ្វីស្វ័យប្រវត្តិទូបញ្ជាមានតឡើងបណ្ដាញអគ្គិសនីក្នុងអគារទូទៅមាន AutoCAD Electrical Design មាន MEP មានប្រព័ន្ធ Automation PLC ជាដើមហើយវគ្គវែងក៏យើងមានដែរជាន់ខ្ពស់បច្ចេកទេសមានវិស្វកម្មអគ្គិសនីហើយនិង Mechatronics អាហ្នឹងគឺយើងរៀន2ឆ្នាំណាហ្នឹងអូខេបើសិនជាមានចំណាប់អារម្មណ៍ចង់ចុះឈ្មោះនៅសាលា TTSE អាចតាក់ទងមកកាន់ក្រុមការងារបានអរគុណ